ខ្មែរគ្នាឯងសាលាគ្នាឯងរំលឹកកើតហើយចោះដល់អាពេលគេយកដីមកចំហៀងប្រទេសរំលឹកអត់កើតមិនកើតអាហ្នឹងយើងចេះថានោះជាថ្ងៃទុក្ខវេទនារំលឹកអី7មករាឈឺចាប់អីរហូតហែមកចោះដល់ថាអាពេលយើងបាត់ទឹកដីមកចំហៀងយើងនឹកដើម្បីកុំឲ្យវាកើតឡើងដោយខ្មោចខ្មែរក្រហមមកវិញដែរហ្នឹងវិញក៏មិនបានអញ្ចឹងខ្ញុំកណាសូមស្នើអាណាដល់ប្រមុខរដ្ឋាភិបាលដល់រដ្ឋសភាព្រឹទ្ធសភាទាំងអស់គឺសូមឲ្យពិចារណាឲ្យបញ្ចូលទិវានេះជាទិវារបស់ជាតិក្នុងឱកាសនេះឆ្លៀតឱកាសនេះក៏យើងខ្ញុំសូមស្នើដែរថាសូមឲ្យបញ្ចូលថ្ងៃទី4ខែមិថុនាហ្នឹងគឺចូលជាទិវារបស់ជាតិទៅកាន់ទុករបស់ជាតិក្នុងប្រវត្តិសាស្ត្រទៅអាណាសូមស្នើទាំងរដ្ឋសភាព្រឹទ្ធសភារដ្ឋាភិបាលដើម្បីកុំឲ្យយើងខ្ញុំវាពិបាកពេកហើយបើធ្វើរបស់ជាតិទាំងអស់គ្នាមិនមែនជាតិខ្មែរតែប្រហែលអ្នកទៅនឹងឯណាខ្មែរទាំងអស់ឲ្យយើងដឹងផងអញ្ចឹងសូមបញ្ចូលស្នើដល់ប្រមុខរដ្ឋាភិបាលរដ្ឋសភាព្រឹទ្ធសភាទាំងអស់សូមឲ្យដាក់ថ្ងៃនេះជាទិវារបស់ជាតិយើងទៅព្រោះជាទិវាមួយដ៏ឈឺចាប់អានេះយើងចេះរំលឹកថ្ងៃប៉ុលពត